Ba xôm chấm riệp xua đò bong bồn ở khnia sự cầm tháp bong bồn được bàn từ tủ bàn po miền mấy âm pi channel YouTube pon tự chia city group hay cái nàyคือយើងមានព័ត៌មានដ៏រសើបមួយបន្ទាប់ពីព័ត៌មានដ៏កក្រើករវាងថៃបានចូលមកបាទលុកលុយប្រទេសកម្ពុជាបាទតាំងពីខែ5ឥឡូវថ្ងៃនេះយើងនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025គឺយើងមានព័ត៌មានរសើបមួយបាទដែលបែកធ្លាយដោយក្រុម MMO ឬក៏អ្នកបាទព័ត៌មានបាទនៅលើសកលលោកបានចុះផ្សាយយ៉ាងប្រុងប្រយ័ត្ននោះគឺបាទប្រទេសវៀតណាមបាទបានធ្វើគម្រោងសាងសង់បាទផ្លូវកាត់សមុទ្រតភ្ជាប់អំពីកោះទៀនហៃបាទនៃខេត្តអានយ៉ាងបាទទៅកាន់កោះបាទហ្វូកុកបាទឬក៏ហៅថាកោះត្រល់ណាហើយបើតាមរយៈបាទវីដេអូតាមរយៈរូបភាពផ្សេងៗហ្នឹងគឺមានការធ្វើដោយរូបភាពបាទប៉ុន្តែក្នុងថ្ងៃបាទទី24ដដែលបាទมันខុសឆ្ងាយប៉ុន្មានគឺតាមរយៈបាទក្រសួងការបរទេសប៉ុន្មានគឺតាមរយៈបាទក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបាទចុះថ្ងៃទី24ខែវិច្ឆិកាគឺគាត់បានបញ្ជាក់បាទយ៉ាងច្បាស់បាទនៅសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបាទដើម្បីឆ្លើយតបបាទនឹងការសាកសួរបាទព័ត៌មានអំពីការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនាពេលថ្មីៗនេះដែលអាងថាប្រទេសវៀតណាមកំពុងតែអនុវត្តនៅគម្រោងសាងសង់ផ្លូវកាត់សមុទ្របាទតភ្ជាប់អំពីកោះបាទទៀនហៃបាទនៃខេត្តអានយ៉ាងបាទទៅកាន់កោះបាទហ្វូកុកបាទឬហៅថាខ្មែរហៅកោះត្រល់ណាដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជាវៀតណាមនៅឆ្នាំ1982អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការបំភ្លឺតាមរយៈការបញ្ជាក់បាទពីឯកអគ្គរដ្ឋទូតវៀតណាមនិងព័ត៌មានដោយស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញគឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដោយការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមទេហើយរូបភាពសំណង់ផ្លូវកាត់សមុទ្រដែលឃើញចែកចាយនៅក្នុងបណ្ដាញសង្គមគឺជាផ្លូវសំណង់ដែលកាត់ចេញអំពីបាទដីគោកនៃសង្កាត់ហាទៀងនៃខេត្តអានយ៉ាងទៅកាន់កំពង់ផែពហុបាទបំណងនៃទីក្រុងហាទៀងដែលស្ថិតនៅក្នុងទឹកដីវៀតណាមអញ្ចឹងក្រសួងការបរទេសបាទគាត់បានលម្អិតរឿងនឹងយ៉ាងជាក់ច្បាស់សង្ឃឹមថាបងប្អូនប្រជាជាតិបាទកម្ពុជាអ្នកស្នេហាជាតិរួមជាមួយនឹងបងប្អូនទាំងអស់បាទរួមទាំងអ្នកក្រៅប្រទេសក្តីអ្នកក្នុងប្រទេសក្តីបងប្អូនដែលអ្នកនិយមលេងបណ្ដាញសង្គមក្តីណាសង្ឃឹមថានឹងបានទទួលព័ត៌មានអំពីក្រសួងការបរទេសនៃសហប្រតិបត្តិការអន្តរជាតិដែលបានលម្អិតបងប្អូនប្រកាសជាដឹងហើយបាទនៅក្នុងកោះត្រល់ពីដើមឡើយបាទយើងនិយាយថាពីជំនាន់មុននៃឆ្នាំ1946គឺធ្លាប់តែជាអតីតបាទកោះហ្វូកុកអឺដែលសប្តាហ៍គេហៅថាកោះហ្វូកុករបស់ប្រទេសវៀតណាមបាទប៉ុន្តែបើមុនឆ្នាំ1946បាទកោះហ្វូកុកនេះគេហៅថាកោះត្រល់អញ្ចឹងកោះត្រល់នៅតែជាកោះត្រល់ដដែលគ្រាន់តែថាវៀតណាមគាត់បានដូរបាទទៅជាឈ្មោះកោះហ្វូកុកបាទហើយកោះនេះជាកោះឋានសួគ៌ហើយបើតាមបាទសន្ធិសញ្ញាឬក៏កិច្ចព្រមព្រៀងដែនទឹកសមុទ្រនៅឆ្នាំ1982នោះគឺវៀតណាមមិនអាចធ្វើបានទេបាទនៅការឆ្លងបាទធ្វើជាស្ពានឬក៏បាទធ្វើជាបាទគម្រោងសាងសង់អីធ្វើបានទេដោយសារការរំលោភបាទអញ្ចឹងណាហើយតាមជាក់ស្ដែងនោះគឺយើងមើលរូបភាពដូចជាក់ស្ដែងដោយ admin បានប្រាប់អញ្ចឹងគឺមានការធ្វើប៉ុន្តែមិនមែនជាបាទគម្រោងបាទមិនមែនជាគម្រោងបាទសាងសង់ផ្លូវកាត់សមុទ្រទេវាគ្រាន់តែជាដូចយើងនិយាយអញ្ចឹងវាគ្រាន់តែជាបាទការធ្វើបាទជាការធ្វើសាងសង់ផ្លូវកាត់សមុទ្ររំលោភធម្មតាទេជាការដែលយើងមើលឃើញទៅគឺជាការដែលយើងធ្វើអំពីបាទខេត្តមួយទៅកោះមួយណានៅក្នុងដែនសមុទ្ររបស់វៀតណាមទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេលដែលបានដឹងព័ត៌មានពី admin សង្ឃឹមថាបងប្អូននឹងបានយល់ណាហើយរឿងនេះគឺនៅតែបន្តមានការចែកចាយហើយក្រសួងការបរទេសបាទនៃសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា
កំពុងតែចែកម្លែកបន្តណាហើយសកម្មតាព័ត៌មាននេះបើមានព័ត៌មានផ្សេងៗទៀត admin នឹងបានប្រាប់បាទបន្តទៀតតាមរយៈបាទ YouTube របស់ admin ចឹងសកម្មតាបងប្អូននៅបន្តតាមដានហើយ admin នឹងទទួលបានព័ត៌មានថ្មី